ហេតុផល9យ៉ាងដែលការអានសៀវភៅគួរតែជាផ្នែកមួយនៃជីវិតរបស់អ្នក 1. ផ្លូវចិត្តនៃចំណេះដឹងសៀវភៅផ្ដល់នូវអាងស្តុកទឹកដ៏ធំនៃចំណេះដឹងលើប្រធានបទស្ទើរតែទាំងអស់ដែលអាចស្រមៃបានចូលជ្រៅទៅក្នុងប្រវត្តិសាស្ត្រវិទ្យាសាស្ត្រទស្សនវិជ្ជាឬស្វែងរកចំណូលចិត្តនិងចំណាប់អារម្មណ៍ថ្មីៗ 2. បង្កើតវិក្កសព្ទការអានទៀងទាត់បង្ហាញពីវិក្កសព្ទយ៉ាងទូលំទូលាយធ្វើឲ្យប្រសើរឡើងនៅជំនាញទំនាក់ទំនងនិងការយល់ដឹងរបស់អ្នក 3. បង្កើតការចងចាំការសិក្សាបានបង្ហាញថាការអានអាចជួយពង្រឹងការចងចាំនិងមុខងារនៃការយល់ដឹងធ្វើឲ្យចិត្តរបស់អ្នកសកម្មនិងចូលរួម 4. កាត់បន្ថយ stress ការអានសៀវភៅល្អអាចជាទម្រង់នៃការគេចចេញពីផ្លូវចិត្តដោយផ្ដល់នូវការធូរស្បើយបណ្ដោះអាសន្នពីការថប់អារម្មណ៍ប្រចាំថ្ងៃនិងជាឱកាសដើម្បីរំសាយអារម្មណ៍ 5. ការផ្ដោតអារម្មណ៍និងការផ្ដោតអារម្មណ៍កាន់តែប្រសើរឡើងនៅក្នុងពិភពលោកដែលមានល្បឿនលឿននាពេលបច្ចុប្បន្ននេះពោរពេញទៅដោយការរំខានការអានជួយពង្រឹងសមត្ថភាពរបស់អ្នកក្នុងការផ្ដោតអារម្មណ៍និងការផ្ដោតអារម្មណ៍រយៈពេលវែង 6. ការយល់ចិត្តនិងទស្សនៈការឈានជើងចូលនៅក្នុងស្បែកជើងនៃតួអង្គប្រឌិតអនុញ្ញាតឲ្យអ្នកអភិវឌ្ឍការយល់ចិត្តនិងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទស្សនៈផ្សេងៗគ្នា 7. ការបង្កើតភាពច្នៃប្រឌិតការអានបង្ហាញអ្នកនៅគំនិតថ្មីៗនិងដំណើរការគិតដែលអាចជំរុញឲ្យមានគំនិតច្នៃប្រឌិតផ្ទាល់ខ្លួននិងជំនាញដោះស្រាយបញ្ហា 8. ជំនាញសរសេរកាន់តែរឹងមាំការបញ្ចូលខ្លួនទៅក្នុងសុភាសិតដែលសរសេរបានល្អអាចកែលម្អរចនាបថសរសេររចនាបថប្រយោគនិងភាពច្បាស់លាស់នៃទំនាក់ទំនងរបស់អ្នក 9. កែលម្អគុណភាពនៃការគេងប្ដូរម៉ោងអេក្រង់សម្រាប់សៀវភៅមុនចូលគេងភាពស្ងប់ស្ងាត់នៃការអានអាចជួយឲ្យអ្នកសម្រាកនិងបន្ធូរអារម្មណ៍ដោយលើកកម្ពស់គុណភាពនៃការគេងឲ្យកាន់តែប្រសើរឡើង